នៅក្នុងថ្ងៃនេះតែម្ដងគឺថ្ងៃទី15ខែមករាឆ្នាំ2026នេះគឺមានហេតុការណ៍បាក់ដងសន្ទុយសំណង់ដូចគ្នានៅក្នុងជ័យក្រុងបាងកកខេត្តសមុទ្រប្រាកាមជាហេតុបណ្ដាលឲ្យមនុស្ស2នាក់ស្លាប់ទៀតបើកឆាក2026នៅក្នុងខែ1កាលពីម្សិលមិញនៅថ្ងៃទី14គឺប្រទេសថៃគឺមានសោកនាដកម្មមួយឡើងសាហាវមែនតើបងប្អូនចាគឺករណីដងសន្ទុយដ៏ធំមួយគឺបាត់ធ្លាក់សង្កត់ចំក្បួនរថភ្លើងដែលកំពុងតែធ្វើដំណើររហូតមកដល់ថ្ងៃនេះនៅថ្ងៃទី15នេះគឺសារព័ត៌មានថៃបានចុះផ្សាយឲ្យបានដឹងថាហេតុការណ៍បាក់សន្ទុយសង្កត់មកលើរថភ្លើងនៅថៃហ្នឹងគឺអ្នកស្លាប់កើតឡើងរហូតដល់32នាក់និងអ្នករងរបួសហ្នឹងកើតឡើងដល់67នាក់ហើយព័ត៌មានហ្នឹងខ្ញុំដូចមិនដែរឃើញនៅប្រទេសណាទេបងប្អូនចាតែមិនឃើញមានសោកនាដកម្មមួយនៅក្នុងប្រទេសថៃហ្នឹងគ្រាន់តែបើកឆាក2026នៅក្នុងខែ1កាលពីថ្ងៃទី14កាលពីម្សិលមិញហ្នឹងគឺហេតុការណ៍សោកនាដកម្មហ្នឹងគឺបានកើតឡើងនៅក្នុងប្រទេសថៃហ្នឹងតែម្ដងបងប្អូនចាបើសិនជាយើងគិតឲ្យដល់ណាវាសឹងតែថារឿងហ្នឹងវាចៃដន្យខ្លាំងមែនតើណាបងប្អូនសឹងតែថាអត់អាចកើតមានឡើងហ្មងពីព្រោះថារថភ្លើងហ្នឹងវាកំពុងតែបើកសុកតាមផ្លូវហ្នឹងលេខស្រាប់តែដងសន្ទូចហ្នឹងវាបាក់មកសង្កត់ពីលើហ្នឹងតែម្ដងប្រភពព័ត៌មាននៅប្រទេសថៃបានផ្សាយថាអញ្ចឹងគ្រោះថ្នាក់ហ្នឹងគឺបង្កឡើងដោយដងសន្ទូចហ្នឹងមួយហើយដងសន្ទូចហ្នឹងគឺយើងតែងតែឃើញនៅតាមអគារធំៗណាបងប្អូនចានៅតាមអគារធំៗដែលគេកំពុងតែសាងសង់អគារហ្នឹងព្រោះមុខងារដងសន្ទូចហ្នឹងគឺគេទុកស្ទូចអីវ៉ាន់ឡើងទៅលើឬមួយក៏ស្ទូចថ្មស្ទូចអីយកទៅសាងសង់នៅខាងលើអគារអញ្ចឹងណាបងប្អូនហើយជាក់ស្ដែងដងសន្ទូចមួយហ្នឹងគឺជារបស់គម្រោងសាងសង់រថភ្លើងលឿនលឿននៅថៃបងប្អូនហើយចៃដន្យអីវាធ្លាក់មកចំល្អហ្មងវាធ្លាក់មកចំអារថភ្លើងដែលគេកំពុងតែបើកធ្វើដំណើរឆ្លងកាត់នឹងឯងបងប្អូនចាហើយអ្នកដែលរួចជីវិតពីក្នុងហេតុការណ៍ហ្នឹងគឺគាត់បាននិយាយថាអញ្ចឹងគ្រាន់តែអាដងសន្ទូចនឹងធ្លាក់មកលើភ្លាមធ្លាក់មកលើប៉ះចំដបូលរថភ្លើងនឹងភ្លាមបងប្អូនគឺសំឡេងលាន់ដូចរន្ទះចឹងបងប្អូនចាហើយសន្ទូចនឹងមិនមែនទូចណាបងប្អូនចាប្រវែងក៏វែងធ្ងន់ក៏ធ្ងន់ធំក៏ធំហើយខ្ពស់ក៏ខ្ពស់ហើយដល់ពេលបងប្អូនសាកសម័យមើលពេលដែលវាបាក់ហើយវាសកត់ទៅលើអារថភ្លើងហ្នឹងថាតើវាមានសំឡេងមិនបងប្អូនចាអ្នកនៅក្នុងហ្នឹងគឺស្លាប់ច្រើនមែនតើហើយមានអ្នករងរបួសហ្នឹងក៏ច្រើនដែរបើនិយាយពីក្បាលរថភ្លើងវិញបងប្អូនចាក្បាលរថភ្លើងហ្នឹងគឺបានតាក់ជាមួយនឹងខ្សែកាបនៃដងសន្ទូចហ្នឹងតែម្ដងដែលធ្វើឲ្យទូទី2និងទូទី3បានកន្ត្រាក់ខ្លាំងមែនតើរហូតដល់ធ្លាក់ពីលើផ្លូវរថភ្លើងហ្នឹងណាបងប្អូនហើយមនុស្សដែលនៅក្នុងរថភ្លើងហ្នឹងគឺចូលប្រហែលជា190នាក់ហើយដូចបានឃើញអញ្ចឹងអ្នកដែលជាប់គាំងនៅក្នុងហ្នឹងក៏មានច្រើនហើយឥឡូវហ្នឹងក្រុមសង្គ្រោះហ្នឹងក៏បានជួយព្យាយាមជួយអ្នកដែលជាប់គាំងនៅក្នុងហ្នឹងមានតាំងពីមនុស្សចាស់និងកុមារតូចៗហើយព្យាយាមជួយយកអ្នករងរបួសហ្នឹងគឺបញ្ជូនទៅមន្ទីរពេទ្យនិយាយទៅមិនបន់ស្រន់មិនដាក់បដាសាអីទេបងប្អូនចាប៉ុន្តែគ្រាន់តែគ្រោះថ្នាក់បានកើតឡើងជាបន្តបន្ទាប់នៅក្នុងស្រុកថៃបងប្អូនក្រោយពីពួកយោធាថៃហ្នឹងគឺបានបាញ់បំផ្លាញប្រាសាទនិងរំលោភបំពានលើដែនអធិបតេយ្យរបស់ជាតិយើងបងប្អូនហើយគ្រាន់តែខ្ញុំឃើញព័ត៌មានម្សិលមិញការបាក់សន្ទូចធ្លាក់មកសង្កត់ពីលើរថភ្លើងកាលពីម្សិលមិញថ្ងៃទី14ស្លាប់មនុស្ស30នាក់ជាងនិងរងរបួស60នាក់ជាងហើយក្នុងថ្ងៃនេះផងដែរគឺបាក់ដងសន្ទូចសំណង់មកដូចគ្នាស្លាប់មនុស្ស2នាក់ហ្នឹងបានយើងនឹកឃើញទៅដល់អាពេលពួកអាយោធាហ្នឹងវាបាញ់ប្រហារនិងបាញ់គ្រាប់ផ្លោងចូលប្រាសាទព្រះវិហាររបស់យើងនេះដែលនាំឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតនេះអញ្ចឹងបានថាអាកម្មពៀវាមានប៉ាត់ណាបងប្អូនចាអ្នកណាធ្វើអ្នកនឹងអ្នកទទួលមិនមែនអ្នកឯងធ្វើឲ្យយើងអ្នកទទួលទេណាបងប្អូនអញ្ចឹងអាអ្នកធ្វើឲ្យវាទទួលតាមកម្មផលរបស់វាទៅបងប្អូនចាឃើញអត់បងប្អូនគ្រាន់តែបើកចូលឆ្នាំ2026ភ្លាមថ្ងៃទី14បាក់សន្ទូចម្ដងឥឡូវចូលមកដល់ថ្ងៃទី15ថ្ងៃនេះទៀតបាក់សន្ទូចម្ដងទៀតបងប្អូនចាហើយបងប្អូនវាបានចាំអត្តភាពដែលពួកវាទម្លាក់គ្រាប់ដើម្បីផ្ដាច់ស្ពានរបស់យើងបងប្អូនចានេះឥឡូវឲ្យពួកវាទទួលរងវិញទៅបងប្អូនឃើញដាច់ស្ពាននេះដាច់ស្ពានវាវិញហ៎និយាយទៅកម្មពៀមានប៉ាត់បងប្អូន